ณะได้សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតកំពុងបកអាក្រាតការរំលោភបំពានរបស់យោធាថៃនៅលើឆាកអន្តរជាតិតាមរយៈសារព័ត៌មាន AFP ដ៏ល្បីល្បាញឯកឧត្តមអៀងម៉ូលីក៏បានបញ្ចេញនៅផុសតាងជាប្រវត្តិសាស្ត្រមិនអាចប្រកែកបាននោះទេដើម្បីទះកំភ្លៀងរាល់ការផុតភើបោកប្រាស់របស់ភាគីថៃជុំវិញដីជំរំជនភៀសខ្លួនការពីអតីតកាលស្របពេលជាមួយគ្នានេះកម្ពុជាក៏បានប្រើប្រាស់អាវុធការទូតយ៉ាងមុតស្រួចផងដែរដោយលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាបានចុះទៅដល់ប៉ារីសដើម្បីស្វែងរកការគាំទ្រផ្នែកច្បាប់និងផែនទីពីប្រទេសបារាំងតែម្ដងនេះគឺជាដំណឹងនាថ្ងៃទី26កុម្ភៈ2026ម៉ោង 11:37 នាទីទៅហើយប្រិមិត្តគឺសមរភូមិការទូតនិងសាក់សីដែលថៃមិនអាចប្រកែកបានត្រូវតែប្រគល់ទឹកដីឲ្យកម្ពុជាវិញដំណឹងទី1គឺនាយករដ្ឋមន្ត្រីកម្ពុជារបស់យើងថ្លែងប្រាប់ទៅកាន់សារព័ត៌មាន AFP ហើយផុសតាងពីលោកអៀងម៉ូលីពាក់ព័ន្ធរឿងជំរំជនភៀសខ្លួនអតីតកាលនោះបាទគាត់ចេញមកផ្ទះកំភ្លៀងថៃភ្លើនិយាយអត់ដឹងខ្យល់កាលពីសម័យនោះថានោះគឺជាដីរបស់ខ្មែរទេបាទហើយយើងក៏មានតំណែងល្អជាមួយប្រទេសបារាំងផងដែរបារាំងនឹងបកគោលផែនទីឲ្យកម្ពុជាដើម្បីដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីបើទោះបីជាលោកស៊ីអាសាភុងកេតកែវទៅមុនកម្ពុជាទៅជួបបារាំងបាទទៅជួបបារាំងនោះទៅដើម្បីអីនោះលោកស៊ីអាសាឬក៏ស្នើសុំឲ្យបារាំងព្យាក្រឹតអីណានៃមិនបកគោលផែនទីអត់ទេបាទបារាំងបាននិយាយឲ្យថានឹងបកគោលផែនទីឲ្យកម្ពុជាទៅតាមសំណើណាដើម្បីអីដោះស្រាយដោយសន្តិវិធីទៅបែបអន្តរជាតិបែបពហុភាគីបាទអត់មានទ្វេភាគីជាមួយថៃឯងទេហើយក៏មិនបាច់ចាំនិយាយឲ្យកម្ពុជានឹងស្ងាត់ស្ងៀមផងដែរបាទបើស្ងាត់ស្ងៀមថៃឯងប្លន់យកដីខ្មែរអស់ហើយដាក់ទូកុងតឺន័ររេប៉ាឡាលួសធ្វើនេះធ្វើនោះចាក់ដីចាក់លេនឋានជាដើមអានោះគឺកពុជថៃនៅក្នុងដំណឹងទី1ក្នុងបទសម្ភាសន៍ដ៏កម្រនៅមានសារៈសំខាន់ជាយុទ្ធសាស្ត្រជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដ៏ល្បីល្បាញនាទីក្រុងប៊ុចសែលកាលពីថ្ងៃ25កុម្ភៈ2026នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសយ៉ាងច្បាស់នូវឆន្ទៈនយោបាយកម្ពុជាក្នុងការកសាងព្រំដែនជាមួយប្រទេសថៃឲ្យទៅជាតំបន់សន្តិភាពយូរអង្វែងដែលកើតចេញពីការវាស់វែងផ្អែកលើឯកសារនិងផែនទីជាប្រវត្តិសាស្ត្រការថ្លែងនេះធ្វើឡើងក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើតឡើងបន្ទាប់ពីទីក្រុងបាងកកបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានជុំវិញការរំលោភបទជបាញ់កាលពីខែធ្នូកន្លងទៅបាទចោទប្រកាន់គ្នាទៅវិញទៅមកថៃក៏ចោទកម្ពុជាក៏ចោទថៃក៏ប៉ុន្តែកម្ពុជាថៃនេះគឺកម្ពុជាខូចថ្លែងទៅកាន់ពិភពលោកតាមរយៈសារព័ត៌មាន AFP សម្ដេចធិបតីបានសង្កត់ធ្ងន់ថាកម្ពុជាមិនដែលមានបំណងប្រកាន់ចំនួនឬអរិភាពជាមួយប្រទេសជិតខាងឡើយដោយសម្ដេចបានបញ្ជាក់ថាយើងមិនមែនកំពុងប្រកាន់ចំនួននោះទេយើងចង់បន្ធូរបន្ថយភាពតានតឹងនិងចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាពទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃដែលថាមានការបាញ់គ្រាប់បែកដៃពីសំណាក់កងកម្លាំងកម្ពុជាកាលពីថ្ងៃអង្គារកន្លងទៅប្រហែលថ្ងៃមុនម្សិលមិញថ្ងៃប្រិមិត្តបាទដោយសម្ដេចចាត់ទុកថាជាការចោទប្រកាន់ដែលមិនឆ្លោះបញ្ចាំងពីតថភាពជាក់ស្ដែងនៅសមរភូមិអ្វីដែលគួរឲ្យកត់សម្គាល់នោះសម្ដេចធិបតីបានលាតត្រដាងនៅព័ត៌មានដ៏រសើបថាយោធាថៃនាពេលបច្ចុប្បន្នបានរំលោភចូលមកកាន់កាប់ទឹកដីកម្ពុជាក្នុងកម្រិតមួយដែលហួសឆ្ងាយសូម្បីតែពីចំណុចដែលទីក្រុងបាងកកខ្លួនឯងធ្លាប់អះអាងថាជាខ្សែបន្ទាត់ព្រំដែនដែលថៃតែងតែទាមទារចង់បាននេះចង់បាននោះកាលពីវាដាក់បលាលួសនៅភូមិព្រៃចានជោគជ័យវាចង់បានតនឹងបាទក៏ប៉ុន្តែឥឡូវវាហួសពីចំណុចដែលវាចង់បានទៅទៀតមានអញ្ចឹងប្រិមិត្តទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាបែបនេះក្តីនៅពេលសួរថាតើកម្ពុជានឹងប្រើប្រាស់កម្លាំងបាយដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញឬក៏យ៉ាងណានាយករដ្ឋមន្ត្រីបានតបដោយក្តីអត់ធ្មត់និងប្រកបដោយវិជ្ជាជីវៈបំផុតថាកម្ពុជាតែងតែផ្ដល់អាទិភាពពោះបំផុតលើដំណោះស្រាយតាមផ្លូវការទូតនិងមធ្យោបាយសន្តិវិធីជាដរាបនេះគឺជាអ្វីដែលកម្ពុជារបស់យើងថ្លែងប្រាប់បាទបន្ថែមទៀតជាជំហានឆ្ពោះទៅមុខកម្ពុជាបានស្នើសុំជំនួយបច្ចេកទេសពីប្រទេសបារាំងដើម្បីផ្ដល់នូវឯកសារប្រវត្តិសាស្ត្រនិងផែនទីដើមដែលជាភស្តុតាងច្បាប់មិនអាចប្រកែកបានក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ចំនួនរ៉ាំរ៉ៃនេះសម្ដេចធិបតីក៏បានអំពាវនាវឲ្យគណៈកម្មការព្រំដែនរួម JBC បន្តការងាររបស់ខ្លួនដោយស្មោះត្រង់និងវិជ្ជាជីវៈដោយសម្ដេចបានសន្យាថាកម្ពុជានឹងទទួលយកលទ្ធផលដែលផ្អែកលើការពិតបច្ចេកទេសនិងផែនទីដែលឯកភាពគ្នាហើយសម្ដេចក៏សង្ឃឹមយ៉ាងមុតមាំថាភាគីថៃនឹងមានឆន្ទៈទទួលយកការពិតនេះដូចគ្នាដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរនេះគឺជាអ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងប្រាប់ទៅកាន់សារព័ត៌មាន
មាន AFP របស់បារាំងណាប្រិមិត្តនេះគឺជារឿងមួយផ្នែកទៅមួយផ្នែកទៀតនោះផតតាំងសាក់សីរស់តែម្ដងគឺកើតចេញពីអាដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីបាទប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដនិងជាអតីតសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា SNC បានចេញសេចក្តីថ្លែងការណ៍បំភ្លឺយ៉ាងច្បាស់លាស់ជុំវិញប្រវត្តិសាស្ត្រនៃតំបន់ជំរំភៀសខ្លួនខ្មែរនិងស្ថានភាពព្រំដែនដើម្បីឆ្លើយតបទៅនឹងការអះអាងមិនត្រឹមត្រូវមួយចំនួនពីភាគីថៃបាទចំណុចនេះសំខាន់ណាស់ប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាចឹងទេសូមแชร์ជាបន្តដោយសារតែគាត់គឺជាសាក្សីមួយការពីចំនួននោះជំរំភៀសខ្លួនបាទក្នុងនាមជាអតីតអគ្គលេខាធិការនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលបានឈើជើងផ្ទាល់នៅតាមតំបន់ព្រំដែនតាំងពីឆ្នាំ1982អាដាមបានផ្ដល់ជាសក្ខីកម្មប្រវត្តិសាស្ត្រដ៏សំខាន់ទាក់ទងនឹងបូរណភាពទឹកដីកម្ពុជាផ្អែកតាមបទពិសោធន៍ផ្ទាល់ក្នុងទសវត្សរ៍ឆ្នាំ1980អាដាមអៀងម៉ូលីបានបញ្ជាក់ថាជំរំតស៊ូរបស់ខ្មែរនាពេលនោះរួមមានជំរំនងច័ន្ទជំរំរិទ្ធិសែននងសាមេតជំរំអំពិលជំរំសំឡឆ្ងាញ់ជំរំអូបុកជំរំណាំយឺននិងជំរំសុកសានគឺសុទ្ធសឹងតែតាំងនៅលើដីខ្មែរសុទ្ធសាធតែម្ដងចឹងទេថៃស្ដាប់ផងនេះគឺជាសាក្សីណាផុសតាំងជាស្ដែងគឺនៅពេលដែលមានការវាយប្រហារពីកងទ័ពវៀតណាមនិងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺពុំមានកងកម្លាំងថៃណាមួយចេញមកជួយការពារនោះឡើយដោយហេតុថាតំបន់ទាំងនោះមិនមែនជាទឹកដីរបស់ថៃការលើកឡើងរបស់មន្ត្រីការបរទេសថៃនាពេលកន្លងមកដែលថាជំរំទាំងនោះស្ថិតក្នុងទឹកដីថៃគឺជាការបំភ្លៃការពិតនៃប្រវត្តិសាស្ត្រតែម្ដងពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួនអាដាមបានបញ្យល់ថាបន្ទាប់ពីការបោះសម្អាតជំរំនៅចន្លោះឆ្នាំ1984និង1985ជនភៀសខ្លួនត្រូវបានអនុញ្ញាតឲ្យស្នាក់នៅបណ្ដោះអាសន្ននៅក្នុងជំរំទឹកដីថៃដូចជាជំរំសាយធូនិងសាយប៊ីទោះជាយ៉ាងណាក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចូលជាធរមានជនភៀសខ្លួនខ្មែរទាំងអស់ត្រូវបានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញទាំងស្រុងដូច្នេះការអះអាងរបស់ភាគីថៃដែលថាមានជនភៀសខ្លួនខ្មែរបន្តរស់នៅលើទឹកដីថៃរាប់សិបឆ្នាំមកហើយនោះគឺជាការភូតភើបោកប្រាស់កុហកទាំងស្រុងដែលផ្ទុយស្រឡះពីតថភាពជាក់ស្ដែងនៃមាតុភូមិនិវត្តន៍ក្រោមការសម្រេចសម្រួលរបស់អង្គការសហប្រជាជាតិឬក៏ UN បាទគ្មានថៃអីចិត្តល្អសប្បុរសធម៌មកជួយកម្ពុជាទេបាទអញ្ចឹងទេប្រិយមិត្តទាំងអស់គ្នាសូមដឹងអំពីរឿងហ្នឹងហើយផោះតាងសាក់សីដែលដឹងលើអារឿងហ្នឹងក៏ជួយបន្ថែមផងបញ្ចេញមតិយោបល់ពាក់ព័ន្ធទៅនឹងស្ថានភាពកាលសម័យហ្នឹងដោយឡែកចំពោះតំបន់បឹងតកួននិងបន្ទាយអំបិលអាដាមទេសរដ្ឋមន្ត្រីបានរំលឹកថាតំបន់នេះត្រូវបានអភិវឌ្ឍជាភូមិឋាននិងបន្ទាយតាំងពីឆ្នាំ1989ក្រោមការដឹកនាំរបស់លោកអាដាមសេនីឌៀនដែលក្នុងសម័យអ៊ុនតាក់សម្ដេចព្រះនរោត្តមសីហនុក្នុងព្រះរាជទូនាទីជាប្រធាន SNC ក៏បានយាងទៅបំពេញព្រះទស្សនកិច្ចនៅតំបន់នោះដោយផ្ទាល់ដោយមានការទទួលស្គាល់យ៉ាងច្បាស់លាស់ពីមន្ត្រីថៃនៅពេលនោះថាជាទឹកដីកម្ពុជាអាដាមបានសង្កត់ធ្ងន់ថាការប៉ុនប៉ងកាន់កាប់ដីធ្លីពីសំណាក់កងទ័ពថៃនៅពេលបច្ចុប្បន្នគឺជាការរំលោភបំពានអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរដែលអាចកើតចេញពីរបៀបវិរៈនយោបាយផ្ទៃក្នុងនិងស្មារតីជាតិនិយមជ្រុលរបស់ភាគីថៃជាដំណោះស្រាយអាដាមអៀងម៉ូលីបានជំរុញឲ្យភាគីថៃអនុញ្ញាតឲ្យក្រុមការងារវាស់វែងចម្រោះជាន់ Survey Team ចុះអនុវត្តទូនាទីជាបន្ទាន់ដើម្បីដោះស្រាយវិវាទដោយសន្តិវិធីនិងបច្ចេកទេសជាជាងការប្រើប្រាស់លេសរងចាំរដ្ឋាភិបាលថ្មីខណៈដែលសកម្មភាពរំលោភបំពានលើដីធ្លីនៅតែបន្តកើតមានឡើងបាទឥឡូវកំពុងតែប្រើលេសចេះមួយចេះពីរជាដើមទន្ទឹមនឹងនេះអាដាមបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការដោះស្រាយទំនាស់ដ៏ម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រីកម្ពុជាដែលបានលើកឡើងក្នុងវេទិកាអន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជាឲ្យបានគង់វង្សនេះគឺជាផុសតាងដំណឹងមួយផ្នែកចេញពីលោកអៀងម៉ូលីណាប្រិយមិត្តអ្នកណាខ្លះបានដឹងជួយបន្ថែមផងឥឡូវចូលមកមើលដំណឹងមួយទៀតគឺអាដាមប្រាក់សខុនបានទៅជួបពិភាក្សាជាមួយនឹងខាងបារាំងប្រិយមិត្តបាទនេះគឺជាអាវុធការទូតមួយផ្នែកផែនទីបាទយើងអរគុណបារាំងដែលបារាំងប្រគល់ផែនទីមកដោះស្រាយដោយសន្តិវិធីណាក្នុងបេសកកម្មការទូតដ៏មានសារៈសំខាន់នៅទឹកដីអឺរ៉ុបអាដាមប្រាក់សខុនបានបង្ហាញនៅចំហដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំងដែលតែងតែផ្ដល់ការគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃតាមរយៈយន្តការសន្តិវិធីនិងការគោរពតាមគោលការណ៍ច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ឯកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាការថ្លែងអំណរគុណនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលជំនួបទ្វេភាគីជាផ្លូវការរវាងអាដាមប្រាក់សខុននិងលោកហ្សង់នូអែលបារ៉តរដ្ឋមន្ត្រី
ត្រីក្រសួងអឺរ៉ុបនិងការបរទេសបារាំងនៅទីក្រុងប៉ារីសកាលពីថ្ងៃទី25 កុម្ភៈ 2026 ក្នុងចំនួនប្រកបដោយបរិយាកាសស្និទ្ធស្នាលនោះភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិដើម្បីបព្វហេតុសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឯអាដាមឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទូនាទីដ៏សំខាន់របស់បារាំងក្នុងនាមជាមិត្តដ៏ស្មោះត្រង់ដែលតែងតែឈរខាងយុត្តិធម៌និងនីតិរដ្ឋជាពិសេសការគាំទ្រដល់កម្ពុជាក្នុងការការពារបូរណភាពទឹកដីតាមមធ្យោបាយច្បាប់ការបន្តរក្សាជំហរគាំទ្រពីសំណាក់មហាអំណាចអឺរ៉ុបមួយនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តផ្នែកនយោបាយប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងជាសក្ខីភាពនៃការគោរពនៅរាល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលបារាំងមានចំណែកយ៉ាងសំខាន់នាពេលកន្លងមកជាការឆ្លើយតបលោកហ្សង់ណូអែលបារ៉ាត់បានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជាលើគ្រប់វិស័យជំនួបការទូតកម្រិតខ្ពស់នេះត្រូវបានគេមើលឃើញថាជាជំហានដ៏មានឥទ្ធិពលមួយទៀតរបស់កម្ពុជាក្នុងការកៀងគរការគាំទ្រពីសហគមន៍អន្តរជាតិដើម្បីធានាឲ្យបាននូវដំណោះស្រាយព្រំដែនដែលប្រកបដោយយុត្តិធម៌តម្លាភាពនិងភាពសុខដុមរមនាជាមួយប្រទេសជិតខាងក្រោមម្លប់នៃច្បាប់អន្តរជាតិអញ្ចឹងទេយើងសង្ឃឹមថាប្រទេសបារាំងនឹងនាំមកនៅផែនទីជាប្រវត្តិសាស្ត្រសន្ធិសញ្ញាបារាំងសៀម1904-1907 ខ្នាត1 លើប្រមាណប្រិមិត្ត1 លើ 200,000 ឯបាទដើម្បីដោះស្រាយដោយសន្តិវិធីបើទោះបីជាលោកសៀស័កទៅមុនកម្ពុជាហើយអរគុណបារាំងថាបារាំងនឹងអាព្យាក្រឹតមិនមកក៏ដោយបារាំងមិនទៅលុកដៃស្អីយើងគ្រាន់តែធ្វើទៅតាមផ្លូវច្បាប់តែមិនអញ្ចឹងបាទទៅតាមផ្លូវច្បាប់យើងប្រើប្រាស់ផែនទី1 លើ 200,000 មកមិនមែនផែនទីចោលគូសវាសដោយឯកតោភាគី1 លើ 50,000 ដូចថៃឯងនោះទេនេះគឺជាអ្វីដំណឹងថ្មីនាថ្ងៃនេះប្រិមិត្តបាទ